ចូលស្ទឹងតាមបទចូលស្រុកតាមប្រទេសនិយមន័យការចេះសម្របខ្លួនទៅតាមមជ្ឈដ្ឋានរស់នៅ 1. ចូលស្ទឹងតាមបទធម្មតាផ្លូវទឹកមានទន្លេស្ទឹងព្រែកជាដើមតែងមានបំណត់បំណែនចុះឡើងដូច្នេះជលយានទាំងឡាយដែលធ្វើចរាចរណ៍តាមជលមគ្គនេះត្រូវបត់បែនចុះឡើងតាមកំណោងផ្លូវទឹកទោះចង់ឬមិនចង់ក៏ដោយព្រោះថាបើគេមិនបត់បែនតាមកំណោងផ្លូវទឹកទេជលយានគេនឹងត្រូវបុកច្រាំងឡើងគោកមិនខាន 2. ចូលស្រុកតាមប្រទេសជាតិទាំងអស់តែងមានទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាជាពិសេសគេមានច្បាប់សម្រាប់ស្រុកសម្រាប់ប្រទេសនីមួយៗដូច្នេះទោះចង់ឬមិនចង់អ្នកដែលចូលទៅតាំងទីលំនៅនៅក្នុងស្រុកភូមិណាមួយចាំបាច់ត្រូវតែគោរពប្រតិបត្តិច្បាប់ទម្លាប់របស់ស្រុកនោះជាដាច់ខាតប្រសិនបើគេមិនចង់គោរពច្បាប់តាមទម្លាប់ស្រុកគេទេគេត្រូវមានបញ្ហាដែលកើតឡើងជាយថាហេតុមិនខានឡើយឧទាហរណ៍ច្បាប់ប្រទេសខ្លះហាមមិនឲ្យផឹកស្រាមិននិយមស៊ីសាច់គោឬសាច់ជ្រូកឬក៏សាច់ឆ្កែបើជនចំណូលស្រុកមិនអនុវត្តតាមគេប្រកាសជាមានបញ្ហាមិនខាននិងមិនអាចរស់នៅក្នុងសហគមន៍របស់គេបានឡើយ